គាល់ហើយបងប្អូនដោយសារអ៊ំស្រីគាត់ក៏មិនប្រាប់ថាសត្វទទាយំឆ្លងឆ្លើយមិនដឹងថាឈ្មោះសត្វនឹងអញ្ចឹងមែនឬក៏អ៊ំស្រីគាត់នេះទេហ្នឹងហើយអញ្ចឹងនាងខ្ញុំស្គាល់ឈ្មោះប៉ុណ្ណេះហើយបងប្អូនហើយអញ្ចឹងកំពុងតែសម្អាតរោមវាសម្អាតរោមខ្ចីរោមអីបងប្អូនលាងទឹកលាងអីឲ្យវាស្អាតទៅហើយយកវាមកប្រឡាក់បងប្អូនហើយមួយពុះជាពីរហើយប្រឡាក់គ្រឿងប្រឡាក់អីទៅចៀនទៅបងប្អូនហើយដោយសារតែមិនដឹងធ្វើអីចឹងណាហ្នឹងហើយដល់ពេលអញ្ចឹងទៅដំបងថាយកមកញ៉ាំងើដល់ពេលរួចអត់បានញ៉ាំងើទេប្រឡាក់ទៅហើយដាក់ចូលក្នុងទូចោលទៅដល់ពេលប្តីខ្ញុំឬក៏អីហ្នឹងមកគាត់ជៀនហូបជៀនអីទៅអ្នកណាត្រូវការហូបទៅចឹងណាហ្នឹងហើយនេះខ្ញុំអត់នេះទេហ្នឹងហើយដល់ពេលធ្វើឲ្យស្អាតប្រឡាក់ឲ្យរួចរាល់ដាក់ចូលទូទឹកកកទៅបងប្អូនហើយនេះខ្ញុំក៏ជៀនហូបមួយចឹងចង់ដឹងវាឆ្ងាញ់អត់ចឹងណាហ្នឹងហើយសាច់វារៀងឆ្ងាញ់គ្រាន់បើដែរបងប្អូនហើយប៉ុន្តែនេះខ្ញុំដូចអត់សូវដូចថាអត់សូវស្និទ្ធណាបងប្អូនហើយដូចថាយើងអត់ស្គាល់ច្បាស់លាស់ថាជាសត្វអីចឹងណាហ្នឹងហើយណាមួយខ្លាចគេដាក់ហ្នឹងមិនមែននេះខ្លាចគេបពុលខ្លាចគេអីបងប្អូនអញ្ចឹងហើយអត់ហ៊ានស្និទ្ធទេដល់ពេលអញ្ចឹងទៅពិបាកមែនតើណោះហើយធ្វើហើយអីហើយទៅដាក់ទូទឹកកកចោលទៅបងប្អូនហើយនេះសម្អាតពុះមួយជាពីរហើយរួចរាល់ហើយបងប្អូននេះឆូតបែបនេះមករួចហើយក៏នេះខ្ញុំប្រឡាក់គ្រឿងដាក់រ៉ូឌីបន្តិចទៅហើយអំបិលបងប្អូនអំបិលក៏នេះខ្ញុំដាក់បន្តិចដែរខ្លាច់ប្រៃជ្រុលអញ្ចឹងណាហើយស្ករប៊ីចេងព្រមទាំងដាក់អំបិលអីដាក់អីគេម្រេចបងប្អូនហ្នឹងហើយដាក់ម្រេចបន្តិចទៅហើយដាក់ប្រេងខ្យងហ្នឹងហើយដាក់ប្រេងខ្យងប្រេងអីហើយប្រឡាក់ហើយផ្អាប់វាដាក់ទាំងចាន់ដែកហ្នឹងចូលក្នុងទូទៅដល់ពេលត្រូវការចៀនដកមួយយកចំហៀងពីរចំហៀងយកបចៀនអញ្ចឹងណាបងប្អូនហើយចៀនហូបបាយកកបាយក្តៅបាយក្តាំងអីចឹងទៅចេះតែហូបទៅហ្នឹងហើយដោយសារឃើញគេយកមកលក់អញ្ចឹងហើយឃើញបែបទំនងដែរឃើញគេទិញគ្រប់គ្នាអញ្ចឹងណាក៏ជ្រើមជ្រួលនៅអារម្មណ៍មិនស្ងៀមទេក៏ទៅទិញដូចគេដូចឯងដែរបងប្អូនហើយហ្នឹងហើយយក3គេដែរ3ហ្នឹងអស់21000បងប្អូនហើយសុំថ្លៃសុំអីគេចឹងទៅណាតម្រាំតែថាគេចុះឲ្យខ្លះចឹងទៅចុះឲ្យ1000អីអញ្ចឹងទៅណាបងប្អូនអើយហ្នឹងហើយដល់ពេលចឹងហើយយើងយកមកប្រឡាក់យកមកអីទៅហ្នឹងហើយនេះប្រឡាក់ហើយអីហើយហ្នឹងក៏យកវាទៅចូលទូទឹកកកទៅអត់ទាន់ជៀនភ្លាមទេដោយសារតែដាក់ក្នុងទូឲ្យវាចូលជាតិចូលអីចឹងសិនណាបងប្អូនឲ្យវាខាំគ្រឿងជាមួយគ្នាទៅចាំយើងយកមកចៀនហ្នឹងហើយដល់ពេលអញ្ចឹងទៅមកបានហូបបាយថ្ងៃហ្នឹងគឺម៉ោង3ហើយបងប្អូនអើយដល់ពេលឡៃធ្វើការងារផ្ទះផងអីផងអញ្ចឹងណាមកបានពេលហូបបាយហូបអីយកមកចៀនហូបហ្នឹងគឺម៉ោង3កន្លះឡើងថ្ងៃមែនតែនថ្ងៃនេះបងប្អូនហើយដល់ពេលចាំមើលរសជាតិវាយ៉ាងម៉េចយ៉ាងម៉ាចាំខ្ញុំប្រាប់បងប្អូនទៀតអញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងនេះឥឡូវចាប់ដើមដាក់ចៀនហើយបងប្អូនហើយបើកភ្លើងតិចទេដោយសារតែយើងប្រឡាក់រៀងស្ករច្រើនអញ្ចឹងដាក់ទៅវារៀងខ្លោចខ្ទះអញ្ចឹងណាបងប្អូនហើយបើសិនជាបងប្អូនពេញចិត្តឲ្យនឹងខ្ញុំធ្វើវីដេអូអីប្រាប់បងប្អូនទៀតកុំភ្លេចខមមិនក្រោមវីដេអូអញ្ចឹងអរគុណបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្ណេះទេចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ